សម្រាប់ប្រជាជនខ្មែរយើងក៏ដូចជាប្រជាជនអាស៊ីភាគច្រើនបាយគឺជាអាហារចម្បងដែលមិនអាចខ្វះបានយើងញ៉ាំបាយព្រឹកញ៉ាំបាយថ្ងៃត្រង់និងញ៉ាំបាយល្ងាចជួនកាលបើមិនបានញ៉ាំបាយគឺមានអារម្មណ៍ថាឆ្អែតមិនដល់ឬមិនមានកម្លាំងតែម្ដងប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាបាយសដ៏ឈ្ងុយឆ្ងាញ់ដែលអ្នកកំពុងតែទទួលទានរាល់ថ្ងៃនេះមានផ្ទុកនូវជាតិស្ករប៉ុន្មានតើមានអ្វីខ្លះកើតឡើងចំពោះរាងកាយរបស់អ្នកនៅពេលដែលអ្នកទទួលទានបាយសក្នុងបរិមាណច្រើនរាល់ថ្ងៃថ្ងៃនេះយើងនឹងមកបកស្រាយការពិតតាមបែបវិទ្យាសាស្ត្រឲ្យបានងាយយល់បំផុតអំពីជាតិស្ករនៅក្នុងបាយសនិងគន្លឹះក្នុងការញ៉ាំបាយដោយមិនប៉ះពាល់ដល់សុខភាពតោះយើងទៅតាមដានទាំងអស់គ្នាតើមានអ្វីកើតឡើងនៅពេលយើងញ៉ាំបាយជាដំបូងយើងត្រូវយល់សិនថាតើបាយសផ្សំឡើងពីអ្វីបាយសគឺជាប្រភពនៃ carbohydrate ដ៏ធំមួយតាមន័យវិទ្យាសាស្ត្រ carbohydrate គឺជាខ្សែសង្វាក់នៃ molecule ស្ករដែលតភ្ជាប់គ្នានៅពេលដែលអ្នកដួសបាយមួយម៉ាត់ដាក់ចូលក្នុងមាត់ទំពាហើយលេបចូលទៅក្នុងក្រពះប្រព័ន្ធរំលាយអាហាររបស់អ្នកនឹងចាប់ផ្ដើមបញ្ចេញអង់ស៊ីមដើម្បីកាត់ផ្តាច់ខ្សែសង្វាក់ carbohydrate ទាំងនោះលទ្ធផលចុងក្រោយនៃការកាត់ផ្តាច់នេះគឺ carbohydrate ត្រូវបានបំលែងទៅជាជាតិស្ករ glucose ដើម្បីឲ្យងាយស្រួលយល់តើអ្នកដឹងទេថាបាយសមួយចានគោមមធ្យមប្រហែល150ក្រាមនៅពេលដែលរាងកាយរំលាយចប់អាចផ្ដល់ជាតិស្ករ glucose ចូលក្នុងឈាមស្មើនឹងស្ករសប្រមាណ10ស្លាបព្រាកាហ្វេឯណោះនេះមិនមែនមានន័យថាបាយមានរសជាតិផ្អែមដូចស្ករនោះទេប៉ុន្តែរាងកាយរបស់យើងបំលែងវាទៅជាស្ករដើម្បីយកវាទៅប្រើប្រាស់ជាថាមពលសន្ទុះជាតិស្ករនិងឥទ្ធិពលរបស់វាឥឡូវយើងមកស្គាល់ពាក្យមួយទៀតគឺសន្ទុះជាតិស្ករឬភាសាអង់គ្លេសហៅថា glycemic index ឬ GI GI គឺជារង្វាស់ដែលប្រាប់យើងថាតើអាហារណាដែលធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើងលឿនកម្រិតណាក្រោយពេលញ៉ាំរួចអាហារមាន GI ទាបក្រោម55ជាតិស្ករឡើងយឺតធ្វើឲ្យយើងឆ្អែតបានយូរអាហារមាន GI ខ្ពស់លើសពី70ជាតិស្ករឡើងលឿនបំផុតតើបាយសស្ថិតនៅកម្រិតណាបាយសជាទូទៅមានកម្រិត GI ខ្ពស់ចន្លោះពី70ទៅ73ឬអាចលើសពីនេះអាស្រ័យលើប្រភេទអង្ករដោយសារតែបាយសត្រូវបានគេកិនយកសម្បកកន្ទក់និងគ្រាប់ពន្លកចេញអស់ដែលជាផ្នែកផ្ទុកជាតិកាកសរសៃវាធ្វើឲ្យក្រពះយើងរំលាយវាបានយ៉ាងលឿននៅពេលដែលអ្នកញ៉ាំបាយសច្រើនជាតិស្ករក្នុងឈាមរបស់អ្នកនឹងស្ទុះឡើងខ្ពស់យ៉ាងគំហុកពេលនោះលំពែងរបស់អ្នកត្រូវបញ្ចេញអរម៉ូនមួយយ៉ាងឈ្មោះថាអាំងស៊ូលីនក្នុងបរិមាណដ៏ច្រើនដើម្បីចាប់យកស្ករទាំងនោះចេញពីសរសៃឈាមយកទៅបញ្ចូលក្នុងកោសិកាដើម្បីបង្កើនថាមពលប៉ុន្តែបើសិនជាថាមពលនោះសល់ដោយសារយើងមិនសូវបញ្ចេញកម្លាំងពលកម្មរាងកាយនឹងយកស្ករដែលសល់ទាំងនោះទៅបំលែងទៅជាខ្លាញ់ដើម្បីស្តុកទុកនេះហើយជាមូលហេតុដែលញ៉ាំបាយសច្រើនធ្វើឲ្យងាយឡើងទម្ងន់និងដុសក្បាលពោះផលប៉ះពាល់នៃការញ៉ាំបាយសច្រើនពេកតើមានផលប៉ះពាល់អ្វីខ្លះបើយើងនៅតែបន្តញ៉ាំបាយសក្នុងបរិមាណច្រើនរាល់ថ្ងៃជាពិសេសអ្នកដែលអង្គុយធ្វើការច្រើនមិនសូវហាត់ប្រាណទី1ការឡើងទម្ងន់និងជំងឺធាត់ដោយដែលបានបញ្ជាក់ខាងដើមស្ករដែលលើសត្រូវបានស្តុកទុកជាខ្លាញ់ទី2ហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី2នៅពេលដែលជាតិស្ករលោតឡើងចុះខ្លាំងរាល់ថ្ងៃជាច្រើនឆ្នាំលំពែងរបស់អ្នកនឹងចុះខ្សោយកោសិការបស់អ្នកនឹងលែងសូវស្ដាប់បញ្ជារបស់អាំងស៊ូលីនដែលគេហៅថាភាពស៊ាំនឹងអាំងស៊ូលីនយូរទៅវានឹងវិវត្តទៅជាជំងឺទឹកនោមផ្អែមទី3ឆាប់ងុយគេងនិងអស់កម្លាំងធ្លាប់សង្កេតឃើញទេថាក្រោយពេលញ៉ាំបាយថ្ងៃត្រង់ឆ្អែតខ្លាំងអ្នកមានអារម្មណ៍ថាងងុយគេងទន់ដៃទន់ជើងនេះគឺដោយសារការធ្លាក់ចុះយ៉ាងលឿននៃជាតិស្ករក្នុងឈាមបន្ទាប់ពីវាបានស្ទុះឡើងកប់គន្លឹះទទួលទានបាយឲ្យមានសុខភាពល្អស្ដាប់មកដល់ចំណុចនេះអ្នកប្រហែលជាបារម្ភថាចុះបើយ៉ាងនេះតើខ្ញុំគួរញ៉ាំបាយដោយរបៀបណាចម្លើយនោះគឺអ្នកគ្រាន់តែផ្លាស់ប្ដូររបៀបនៃការញ៉ាំបាយតាមគន្លឹះសំខាន់ទាំង4យ៉ាងនេះគន្លឹះទី1កាត់បន្ថយបរិមាណកុំញ៉ាំបាយច្រើនជាងមុខម្ហូបជាទូទៅបរិមាណបាយដែលស័ក្តិសមសម្រាប់មួយពេលគឺប្រមាណ1ក្តាប់ដៃរបស់អ្នកឬ1ចានចង្កឹះតែប៉ុណ្ណោះគន្លឹះទី2ផ្លាស់ប្ដូរលំដាប់នៃការញ៉ាំអាហារនេះគឺជាអាថ៌កំបាំងដែលអ្នកវិទ្យាសាស្ត្របានរកឃើញជំនួសឲ្យការញ៉ាំបាយមុនគេសូមចាប់ផ្ដើមញ៉ាំបន្លែមុនគេបន្ទាប់មកញ៉ាំសាច់ប្រូតេអ៊ីននិងចុងក្រោយទើបញ៉ាំបាយជាតិកាកសរសៃក្នុងបន្លែនិងប្រូតេអ៊ីនក្នុងសាច់នឹងជួយបង្កើតជារបាំងនៅក្នុងក្រពះធ្វើឲ្យការស្រូបយកជាតិស្ករពីបាយមានដំណើរការយឺតជាងមុនគន្លឹះទី3សាកល្បងញ៉ាំបាយសម្រូបបាយសម្រូបគឺជាអង្ករដែលមិនទាន់កិនយកសម្បកកន្ទក់ចេញវាសម្បូរទៅដោយជាតិកាកសរសៃ fiber និងវីតាមីនដែលជួយការពារមិនឲ្យជាតិស្ករក្នុងឈាមឡើងលឿនបើពិបាកញ៉ាំអ្នកអាចលាយអង្ករសជាមួយអង្ករសម្រូបក្នុងសមាមាត្រ50-50 សិនក៏បានសេចក្តីសន្និដ្ឋានសរុបសេចក្តីមកបាយសមិនមែនជាសត្រូវរបស់សុខភាពយើងនោះទេបើសិនជាយើងចេះទទួលទានវាក្នុងបរិមាណត្រឹមត្រូវនិងដឹងពីបច្ចេកទេសក្នុងការញ៉ាំសូមចងចាំថាបាយសបំលែងទៅជាស្ករយ៉ាងលឿនដូច្នេះការបន្ថែមបន្លែសាច់ប្រូតេអ៊ីនឬការងាកមកសាកល្បងបាយសម្រូបគឺជាជម្រើសដ៏ឆ្លាតវៃបំផុតសម្រាប់សុខភាពអ្នកនិងមនុស្សជាទីស្រឡាញ់របស់អ្នកសុខភាពល្អផ្ដើមចេញពីការយល់ដឹងនិងការអនុវត្តប្រចាំថ្ងៃ